នៅក្នុងភូមិមួយដែលនៅឆ្ងាយពីទីក្រុងនៅទីនោះមានលោកមេភូមិម្នាក់ដែលគាត់តែងតែប្រព្រឹត្តអំពើពុករលួយជារៀងរាល់ថ្ងៃនៅពេលដែលខាងទីក្រុងបានផ្ដល់ប្រាក់ឲ្យកសាងផ្លូវថ្នល់ជូនប្រជាជនលោកមេភូមិតែងតែកឹបកេងប្រាក់និងមិនដែលធ្វើតាមអ្វីដែលថ្នាក់លើបានបញ្ជាមាសប្រាក់ទាំងអស់នេះវានឹងក្លាយជារបស់យើងដោយសារតែយើងមិនធ្វើតាមបញ្ជាថ្នាក់លើដែលបានបញ្ជាយើងទុកមាសប្រាក់ទាំងអស់នេះជារបស់ខ្លួនឯងមែនហើយណាលោកពុកលោកមន្ត្រីនៅទីក្រុងគាត់មិនដែលបានដឹងទេថាលោកពុកបានកសាងអ្វីឬមួយមិនកសាងដូច្នេះបើសិនជាលោកពុកធ្វើតែបន្តិចបន្តួចទៅបានហើយមិនចាំបាច់អស់ប្រាក់ច្រើនបើយើងកសាងប្រាក់អស់ច្រើនតើយើងបានប្រាក់មកពីណាដើម្បីធ្វើជារបស់ខ្លួនឯងថ្នាក់លើបានផ្ដល់ប្រាក់ឲ្យយើងកសាងផ្លូវថ្នល់ជូនអ្នកភូមិដូច្នេះយើងមិនចាំបាច់ធ្វើក៏បានលោកពុកពិតជាសំណាងមែនដែលលោកពុកបានធ្វើជាមេភូមិហើយលោកពុកតែងតែយកប្រាក់ហើយលោកពុកតែងតែកាន់ប្រាក់ចាយវាយដោយខ្លួនឯងទោះបីជាមិនចង់ចាត់ចែងចាយវាយក៏មិនមានអ្នកណាគេបានដឹងត្រឹមត្រូវហើយណាកូនអ្នកភូមិមិនមានអ្នកណាម្នាក់បានដឹងក្រៅពីពុកម្នាក់ឯងនោះទេអញ្ចឹងទោះបីជាពុកមិនធ្វើអ្វីអ្នកភូមិក៏មិនបានដឹងអញ្ចឹងខ្ញុំសូមប្រាក់មួយចំនួនទៅចាយវាយបានទេលោកពុកដោយសារតែខ្ញុំចង់ដើរលេងសប្បាយឲ្យណាណីម្ដងនៅពេលយប់នេះអោះមិនអីទេណាកូនកូនឯងយកប្រាក់មួយដុំទៅចាយវាយតាមស្រួលទៅក៏ព្រោះតែពេលនេះប្រាក់ទាំងអស់នេះជារបស់យើងកំហុសរបស់គាត់មិនដែលកសាងអ្វីជូនអ្នកភូមិតាមបញ្ជារបស់លោកមន្ត្រីនោះទេគាត់តែងតែយកប្រាក់ទាំងអស់នោះទៅចាយវាយដោយខ្លួនឯងចំណែកនៅក្នុងភូមិអ្នកភូមិមិនដែលបានដឹងពីទង្វើរបស់លោកមេភូមិដោយសារតែអ្នកភូមិមិនដែលបានជួបនឹងលោកមន្ត្រីនៅទីក្រុងផ្លូវរបស់យើងដូចជាពិបាកដល់ហើយឲ្យតែរដូវវស្សាដឹងតែពិបាកធ្វើដំណើរដូច្នេះយើងគួរតែរៃប្រាក់ដើម្បីកសាងផ្លូវតែម្ដងទៅមែនហើយណាលោកពូលោកមេភូមិដូចជាមិនដែលបានជួសជុលហើយគាត់ដូចជាមិនខ្វាយខ្វល់រឿងរ៉ាវទាំងអស់នេះមិនថាផ្លូវមិនថាស្ពានគាត់ដូចជាធ្វើមិនដឹងថាខាងទីក្រុងបានផ្ដល់ប្រាក់ឲ្យគាត់ដែរឬទេប្រហែលលោកមន្ត្រីនៅទីក្រុងមិនដែលផ្ដល់ប្រាក់ឲ្យលោកមេភូមិកសាងទេដឹងទើបបានជាលោកមេភូមិមិនដែលកសាងអ្វីបែបនេះចំពោះរឿងនេះអ្នកភូមិមិនមានអ្នកណាម្នាក់បានដឹងឡើយតើលោកមន្ត្រីនៅទីក្រុងបានផ្ដល់ប្រាក់ឲ្យលោកមេភូមិជួសជុលផ្លូវដែរឬអត់មានតែលោកមេភូមិតែម្នាក់គត់ដែលបានដឹងប៉ុន្តែខ្ញុំគិតថាប្រហែលជាមិនដែលផ្ដល់ប្រាក់ឲ្យលោកមេភូមិកសាងទើបបានជាលោកមេភូមិមិនអាចកសាងបានបែបនេះបើខាងមន្ត្រីនៅទីក្រុងមិនដែលផ្ដល់ប្រាក់ឲ្យកសាងតើលោកមេភូមិបានប្រាក់មកពីណាទៅដើម្បីកសាងអញ្ចឹងសម្រាប់ថានៅពេលដែលរដូវច្រូតកាត់រួចអ្នកភូមិទាំងអស់គ្នាចាប់ដើមរៃប្រាក់ដើម្បីយកប្រាក់ទាំងអស់នោះទៅកសាងស្ពានថ្នល់នៅក្នុងភូមិរបស់យើងតែម្ដងទៅសម្រាប់តាមនឹងទៅចាំពេលនឹងចាំយើងរួមប្រាក់គ្នាដើម្បីប្រគល់ជូនលោកមេភូមិដើម្បីឲ្យគាត់ចាត់ចែងការងារទាំងអស់នេះនៅថ្ងៃមួយអ្នកភូមិក៏បាននាំគ្នាទៅដល់ផ្ទះលោកមេភូមិដើម្បីជួបលោកមេភូមិនិយាយពីការកសាងស្ពានដែលអ្នកភូមិពិបាកឆ្លងកាត់ខ្ញុំទាំង3នាក់តំណាងឲ្យអ្នកភូមិទាំងអស់គ្នាចង់ស្នើសុំលោកមេភូមិជួយកសាងស្ពានដែលបានបាក់នៅក្នុងព្រែកមួយកន្លែងដើម្បីងាយស្រួលក្នុងការដឹកដំណាំពីចំការស្ពានដែលបានបាក់ស្រុតនោះតើមែនទេខ្ញុំដឹងថាខ្ញុំមិនសូវមានប្រាក់ដើម្បីកសាងដោយសារតែខាងមន្ត្រីនៅថ្នាក់លើមិនដែលផ្ដល់ប្រាក់ឲ្យកសាងដូច្នេះទៅបានជាខ្ញុំមិនអាចកសាងបានបែបនេះប៉ុន្តែមិនអីទេណាលោកមេភូមិអ្នកភូមិទាំងអស់គ្នាបាននាំគ្នារៃប្រាក់មួយចំនួនដើម្បីជូនលោកមេភូមិដើម្បីកសាងស្ពាននោះតែម្ដងបើសិនជាខ្វះខាតប្រាក់ប៉ុន្មានទៀតលោកមេភូមិជួយខ្លះទៅប៉ុន្តែបើច្រើនពេកលោកមេភូមិអាចប្រាប់អ្នកភូមិបានចាំអ្នកភូមិយើងនឹងជួយតាមក្រោយបន្តទៀតទឹកចិត្តអ្នកភូមិពិតជាមានស្មារតីសាមគ្គីគ្នាមែនដែលបានចូលប្រាក់គ្នាបន្តិចបន្តួចដើម្បីឲ្យខ្ញុំកសាងបែបនេះមិនអីទេចាំខ្ញុំកសាងស្ពាននោះឲ្យតតែបានអរគុណច្រើនឲ្យលោកមេភូមិដែលលោកមេភូមិបានទទួលការសាងសង់បែបនេះអ្នកភូមិទាំងអស់គ្នាប្រកាសជាមានក្តីសង្ឃឹមកាន់តែខ្លាំងចំពោះការដឹកនាំរបស់លោកមេភូមិមិនអីទេអញ្ចឹងអ្នកភូមិអាចធ្វើដំណើរបានងាយស្រួលក្នុងការដឹកទំនិញបន្លែរបស់ខ្លួនខ្ញុំជាមេភូមិខ្ញុំក៏សប្បាយចិត្តអញ្ចឹងអ្នកភូមិទាំងអស់គ្នាទៅផ្ទះវិញទៅចាំខ្ញុំយកប្រាក់ទាំងអស់នេះទៅប្រគល់ឲ្យអ្នកកាប់ឈើដើម្បីឲ្យអ្នកកាប់ឈើយកឈើមកធ្វើស្ពានអ្នកភូមិក៏បានធ្វើដំណើរចាកចេញទៅផ្ទះវិញក៏ព្រោះតែអ្នកភូមិមិនបានដឹងពីគំនិតរបស់លោកមេភូមិ
អ្នកភូមិទាំងអស់គ្នានេះពិតជាមានភាពសាមគ្គីគ្នាមែនដែលបានយកប្រាក់របស់ពួកគេឲ្យយើងកសាងបែបនេះមិនអីទេអញ្ចឹងចាំយើងនឹងធ្វើតាមបំណងប៉ុន្តែពួកគេមិនដែលបានដឹងទេថាប្រាក់ដៃខាងទីក្រុងបានផ្ដល់ឲ្យជារៀងរាល់ឆ្នាំយើងមិនដែលបានធ្វើនៅថ្ងៃមួយស្រាប់តែលោកមន្ត្រីនៅទីក្រុងគាត់បានចុះពិនិត្យនៅក្នុងភូមិដោយស្ងាត់ស្ងាត់ដោយមិនបាននិយាយប្រាប់លោកមេភូមិឲ្យបានដឹងជាមុននៅទីនេះប្រកាសជាអ្នកភូមិរស់នៅបានសុខសាន្តជាមិនខានដោយសារតែលោកមេភូមិគាត់តែងតែស្នើសុំប្រាក់ដើម្បីសុំកសាងផ្លូវកសាងស្ពានថ្នល់សាលារៀនជារៀងរាល់ឆ្នាំលោកពូតើលោកពូជាអ្នកណាទៅហេតុអ្វីបានជាខ្ញុំមិនដែលឃើញលោកពូកាលពីមុនអញ្ចឹងមើលទៅលោកពូប្រកាសជាមន្ត្រីធំហើយទៅមែនទេយើងជាមន្ត្រីធ្វើការនៅក្នុងវាំងហើយយើងចុះមកទីនេះគឺដើម្បីពិនិត្យសុខទុក្ខអ្នកភូមិនៅទីនេះតើនៅទីនេះរស់នៅបានយ៉ាងម៉េចដែរនៅទីនេះអ្នកភូមិប្រមូលផលបានយ៉ាងប្រសើរប៉ុន្តែផ្លូវថ្នល់នៅទីនេះពិបាកធ្វើដំណើរបន្តិចហើយសូម្បីតែស្ពានក៏អ្នកភូមិយើងត្រូវការចូលប្រាក់ដើម្បីបានកសាងជារៀងរាល់ឆ្នាំលោកមេភូមិតែងតែស្នើសុំប្រាក់ដើម្បីកសាងស្ពានថ្នល់ផ្លូវឲ្យអ្នកភូមិជារៀងរាល់ឆ្នាំហើយអ្វីបានជាអ្នកនិយាយបែបនេះទៅវិញវាជាការពិតមែនហើយណាលោកពូមន្ត្រីលោកមេភូមិគាត់មិនដែលកសាងអ្វីឲ្យអ្នកភូមិយើងនោះទេបើសិនជាអ្នកភូមិយើងមិនរៃប្រាក់ដើម្បីប្រគល់ជូនគាត់ពិតជាមិនធ្វើឲ្យអ្នកភូមិយើងជាដាច់ខាតផ្ដេសផ្ដាស់មែនយើងបានផ្ដល់ប្រាក់ឲ្យលោកមេភូមិជារៀងរាល់ឆ្នាំដើម្បីឲ្យគាត់សាងសង់ផ្លូវសាងសង់ស្ពានជូនទៅអ្នកភូមិដែលរស់នៅទីនេះប្រហែលជាគាត់មិនយកប្រាក់ទាំងអស់នោះទៅធ្វើតាមអ្វីដែលយើងនិយាយប្រាប់គាត់ប្រកាសជាយកប្រាក់ទាំងអស់នោះទៅចាយវាយតាមចិត្តជាមិនខានតាមពិតលោកមេភូមិម្នាក់នេះជាមនុស្សអាក្រក់មែនគាត់បែរជាយកប្រាក់ដែលលោកមន្ត្រីផ្ដល់ឲ្យយកទៅចាយវាយដល់ខ្លួនឯងដោយមិនគិតកសាងអ្វីជូនអ្នកភូមិយើងត្រូវតែទៅជួបលោកមេភូមិនៅពេលនេះដើម្បីសួរនាំគាត់ហើយចាត់ការគាត់តាមផ្លូវច្បាប់អ្នកទាំងពីរចង់ទៅតាមយើងដែរឬទេបើចង់ទៅប្រញាប់មកតាមយើងមកខ្ញុំប្រកាសជាទៅតាមលោកមន្ត្រីនឹងហើយខ្ញុំខ្លាចលោកមន្ត្រីមានរឿងអ្វីកើតឡើងខ្ញុំនឹងការពារលោកមន្ត្រីខ្លាចលោកមេភូមិគាត់ធ្វើបាបលោកមន្ត្រីនៅពេលណាមួយនៅពេលដែលលោកមន្ត្រីទៅតែម្នាក់ឯងចំណែកកូនប្រុសលោកមេភូមិតែងតែចាយវាយប្រាក់យ៉ាងសប្បាយរីករាយដោយបានប្រាក់ពីឪពុកមិនមានអ្នកណាម្នាក់មានប្រាក់ចាយវាយសប្បាយដូចយើងទេយើងចាយប្រាក់យ៉ាងសប្បាយរីករាយជាទីបំផុតចំណែកអ្នកភូមិមួយចំនួនវិញរកប្រាក់ទិញអង្គរមិនចង់បានកូនលោកមេភូមិម្នាក់នេះមើលទៅដូចជាសម្បូរប្រាក់ចាយដល់ហើយឃើញតែដើរលេងផឹកស៊ីចាយវាយប្រាក់ជារៀងរាល់ថ្ងៃដូចជាមិនចេះអស់ប្រាក់របស់ខ្ញុំមានច្រើនដូច្នេះខ្ញុំចង់ចាយវាយមួយជីវិតក៏វាមិនអស់ដោយសារតែប្រាក់របស់ខ្ញុំជាប្រាក់វេទមន្តមានន័យយ៉ាងម៉េចទៅបើរាល់ថ្ងៃនេះលោកមេភូមិដូចជាមិនធ្វើការងារអ្វីទេហើយកូនប្រុសគាត់វិញគិតតែពីចាយប្រាក់យ៉ាងសប្បាយរីករាយតែប៉ុណ្ណោះនៅពេលដែលអ្នកភូមិយើងចង់កសាងស្ពានថ្នល់តែងតែរៃប្រាក់ប្រគល់ឲ្យគាត់ដើម្បីកសាងលោកមន្ត្រីនិងអ្នកភូមិក៏បានធ្វើដំណើរមកដល់ផ្ទះលោកមេភូមិយ៉ាងស្ងាត់ស្ងាត់លោកមន្ត្រីមកដល់ទីនេះតាំងពីពេលណាទៅហេតុអ្វីបានជាមកដល់ទីនេះមិនបានជាមិនប្រាប់ដំណឹងឲ្យខ្ញុំបានដឹងជាមុនបើខ្ញុំប្រាប់ឲ្យលោកបានដឹងជាមុនលោកប្រកាសជារៀបចំយ៉ាងពិសេសសម្រាប់ខ្ញុំហើយតើមែនទេប៉ុន្តែពេលដែលខ្ញុំមកស្ងាត់បែបនេះទើបបានដឹងថាលោកជាមនុស្សពុករលួយយកប្រាក់ដែលខ្ញុំបានផ្ដល់ឲ្យជាប្រចាំទៅចាយវាយតាមចិត្តមិនកសាងអ្វីជូនអ្នកភូមិនៅទីនេះអ្នកភូមិរបស់យើងដំបងឡើយមិនដឹងការពិតគិតថាលោកមេភូមិប្រកាសជាមិនបានទទួលប្រាក់ពីលោកមន្ត្រីប៉ុន្តែដឹងអីលោកមន្ត្រីបានផ្ដល់ប្រាក់ឲ្យលោកមេភូមិប៉ុន្តែលោកមេភូមិបែរជាយកប្រាក់ទាំងអស់នោះទៅចាយវាយតាមសប្បាយចិត្តកុំជឿនៅអ្វីដែលអ្នកភូមិបាននិយាយអីពួកគេប្រកាសជាស្អប់ខ្ញុំទើបចង់ឲ្យខ្ញុំមានរឿងរ៉ាវបែបនេះទើបបានជាចោទប្រកាន់ខ្ញុំបែបនេះតាមពិតខ្ញុំបានយកប្រាក់ទាំងអស់នោះទៅកសាងតាមបញ្ជារបស់លោកមន្ត្រីរួចរាល់អស់ហើយ
ដល់ពេលនេះលោកនៅតែនិយាយប្រកែកទៀតខ្ញុំបានដើរមើលជុំវិញភូមិនៅទីនេះមិនមានការសាងសង់អ្វីថ្មីនោះទេលោកបានយកប្រាក់ដែលខ្ញុំបានផ្ដល់ឲ្យទៅចាយវាយតាមសប្បាយចិត្តដោយឲ្យកូនប្រុសចាយវាយយ៉ាងសប្បាយខ្ញុំនឹងឲ្យមន្ត្រីមកចាប់លោកទៅសួរចម្លើយក៏ព្រោះតែលោកជាមនុស្សអាក្រក់ពុករលួយហ៊ានធ្វើទង្វើបែបនេះសូមលើកលែងឲ្យខ្ញុំម្ដងទៅណាលោកមន្ត្រីខ្ញុំទទួលស្គាល់ហើយខ្ញុំបានយកប្រាក់ដែលលោកមន្ត្រីផ្ដល់ឲ្យទៅចាយវាយតាមចិត្តដោយខ្លួនឯងមិនគិតពីការអភិវឌ្ឍនៅក្នុងភូមិរបស់យើងមិនបានទេខ្ញុំនឹងប្តឹងលោកពុករលួយដូច្នេះលោកត្រូវតែទទួលទោសតាមអ្វីដែលលោកបានធ្វើលោកជាអ្នកសាងដូច្នេះលោកជាអ្នកទទួលដោយខ្លួនឯងបន្ទាប់ពីបានចាប់លោកមេភូមិម្នាក់នោះយកទៅដាក់គុករួចអ្នកភូមិក៏មានក្តីសង្ឃឹមសាជាថ្មីរឿងរ៉ាវលោកមេភូមិម្នាក់នេះបានក្លាយជាមេរៀនសម្រាប់អ្នកដទៃដែលបង្ហាញថាអំពើពុករលួយមិនអាចរស់រានមានជីវិតបានយូរឡើយ